ឡាប់ឡើងមួយចានអត់បានញ៉ាំមកលេងខ្ញុំមកពីខ្ញុំធ្វើយកជូនមិត្តភ័ក្តិរបស់ខ្ញុំដែលគាត់គឺជាជនជាតិបារាំងហើយនិងប្រពន្ធរបស់គាត់គឺជនជាតិដើមណាជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំគឹមអ៊ីចេញមួយវីដេអូទៀតហើយមិនសមមិញផងដែរថ្ងៃអាទិត្យមិត្តភ័ក្តិរបស់ខ្ញុំគាត់បានអញ្ជើញពួកខ្ញុំទៅហូបអាហារនៅផ្ទះគាត់អញ្ចឹងណានិយាយពីការណាត់ជួបរបស់ពួកយើងមីឡើងចូល6ខែបងប្អូនអើយខ្ញុំ cancel គាត់ cancel ខ្ញុំឡើង3ដងហើយពួកយើងបានស្គាល់គ្នាចាប់ផ្ដើមដោយសារគាត់ជាមួយម្ហូបរបស់ពួកខ្ញុំណាមួយប្រចាំយូរទៅក៏ពួកយើងបង្កើតជាតំណែងមួយដែលល្អរាប់អានគ្នាទល់រាល់ថ្ងៃហ្នឹងប្តីប្រពន្ធគាត់មួយគូនឹងបងប្អូនគឺចិត្តបានខ្លាំងមែនតែនហើយសម្បីតែប្តីរបស់គាត់រាល់ថ្ងៃហ្នឹងគាត់មានធ្វើការ sponsor ដូចថាឧបត្ថម្ភឲ្យសិស្សសាលានៅសេរីលង្កាបងប្អូនដូចជា3-4នាក់ដែរអញ្ចឹងគាត់ឧបត្ថម្ភប្រចាំខែឲ្យពួកគាត់មកហើយខ្ញុំសូមបិទមុខពួកគាត់ព្រោះថាពួកគាត់នឹងទាំងពីរនឹងអត់អ្នកលេង Facebook ទេគឺអត់មាន account Facebook ហ្មងគេអ្នកអត់សូវចូលចិត្តបញ្ចេញមុខជាសាធារណៈអញ្ចឹងណាបងប្អូននិយាយទៅគាត់ធ្វើទទួលរៀបចំឡើងហំហានមែនតើខ្ញុំថាហេតុអីមិនធ្វើហំហានម្ល៉េះគាត់ថាមកពីពេលដែលពួកគាត់ទៅផ្ទះខ្ញុំម្ដងពួកខ្ញុំរៀបចំដូចអញ្ចឹងដែរអញ្ចឹងបានគាត់ធ្វើឲ្យពួកខ្ញុំមានអារម្មណ៍ពិសេសវិញទៅពេលអញ្ចឹងរំភើបបងប្អូនលក្ខណៈថាដូចភ្ញៀវទៅជើញទៅកម្មវិធីអីមួយអញ្ចឹងណាគ្រាន់តែទៅហូបបាយជុំគ្នាហ្នឹងណាមានអីបងប្អូននៅនេះគេហូបតែនំប៉័ងសាច់អាំងជាមួយដលងលពៅអីចឹងណាតែសម្រាប់ខ្ញុំអញ្ចឹងខ្ញុំអត់បាយដូចរៀងថានៅអត់សូវសុខដែរហ្នឹងណាពីពួកយើងខ្មែរយើងចូលចិត្តញ៉ាំមួយបាយហ៎ពួកខ្ញុំស្គាល់គ្នាយូរឆ្នាំអញ្ចឹងតែងតែមានពាក្យនិយាយលេងសើចជាច្រើននិយាយទៅមិនសមមិញហ្នឹងទៅផ្ទះគាត់តាំងពីម៉ោង1រហូតដល់ម៉ោង3កន្លះបងប្អូនយូរខ្លាំងមែនតើនិយាយទៅចេះតែនិយាយអត់ចប់អត់ហើយអញ្ចឹងណាព្រោះដោយសារពួកគាត់ទាំងពីរហ្នឹងគាត់អត់មានកូនទូជេដល់ពេលហើយគាត់ស្រឡាញ់កូននាងខ្ញុំអញ្ចឹងណាព្រោះប្រពន្ធរបស់គាត់ក៏ចង់បានកូនដែរតែប្តីគាត់អត់ចង់បានកូនអញ្ចឹងណាគាត់ចង់ប្រើជីវិតមួយដែលអត់សូវមានបន្ទុកអីអញ្ចឹងណាហើយប្តីប្រពន្ធពីរនាក់គាត់នឹងនិយាយតែពីដើរលេងរហូតក្រៅប្រទេសបងប្អូនអើយមួយឆ្នាំចេញមិនក្រោម5ដងទេនឹងក៏ជាមូលហេតុមួយដែលពួកគាត់អត់ព្រមយកកូនដែរប្តីគាត់អត់ចង់យកកូនដោយសារគាត់អត់ចង់ទៅណាមកណាអីជាបន្ទុករបស់កូនអញ្ចឹងណាចឹងហើយថ្ងៃណាខ្លះពេលដែលកូនខ្ញុំយំធ្វើទុកពិបាកខ្លាំងពេកគឺខ្ញុំយកទៅទម្លាក់ឲ្យពួកគាត់ដែរនឹងព្រោះគាត់រស់នៅជិតហាងដែរអញ្ចឹងដល់ពេលថ្ងៃណាខ្ញុំទាល់ខ្លាំងដែរជើងទាល់ខ្លាំងគឺខ្ញុំយកទម្លាក់ឲ្យពួកគាត់ដែរហើយការរាប់អានរបស់ពួកគាត់មកចំពោះពួកខ្ញុំវិញអត់ដែលគាត់អត់ចង់បានអីពីពួកខ្ញុំវិញអញ្ចឹងណារាល់ថ្ងៃនេះគឺគាត់ដឹងតែពីជួយពួកខ្ញុំដែលអត់ចង់បានការតបស្នងអីទាំងអស់និយាយទៅខ្ញុំស្គាល់ពួកគាត់ឡើងចូល3ឆ្នាំជាង4ឆ្នាំហើយបងប្អូនហើយតំណែងពួកយើងនៅតែល្អអញ្ចឹងគ្រាន់តែខ្ញុំអត់ដែលបង្ហាញមុខពួកគាត់ជាសាធារណៈអញ្ចឹងណាអរគុណបងប្អូនទាំងអស់គ្នា